ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញបងប្អូនពីរបៀបធ្វើនំពោតបំពងស្រួយវិធីធ្វើនំពោតនេះយើងមិនមែនគ្រាន់តែយកសាច់ពោតឬក៏គ្រាប់ពោតនោះទៅលាយជាមួយនឹងម្សៅធម្មតានោះទេយើងមានតិចបន្តិចធ្វើឲ្យសាច់នំនោះគឺកាន់តែមានរសជាតិឆ្ងាញ់តោះយើងមកចាប់ផ្ដើមទាំងអស់គ្នានេះគឺជាពោតដែលខ្ញុំប្រើមានចំនួន3ផ្លែអញ្ចឹងបងប្អូនគ្រាន់តែយកកំបិតនឹងឈូសយកសាច់វាមកសាច់របស់ពោតនឹងបងប្អូនពុំចាំបាច់ធ្វើឲ្យវាស្ដើងពេកនោះទេបើសិនជាវានៅគ្រាប់ទាំងមូលទេគឺកាន់តែល្អគ្រាប់ពោតដែលខ្ញុំយកមកប្រើសម្រាប់ធ្វើនំនឹងមានទម្ងន់3ខាំចាកន្លែងនេះហើយគឺជាកន្លែងដែលធ្វើឲ្យសាច់នំផងយើងនឹងគឺកាន់តែមានរសជាតិឆ្ងាញ់អញ្ចឹងបងប្អូនត្រូវយកគ្រាប់ពោតពាក់កណ្ដាល1ខាំកន្លះមកក្រឡុកឲ្យម៉ត់ពងទាឬក៏ពងមាន់ចំនួន2គ្រាប់ប្រសិនបើយើងអត់បានដាក់ពងទាឬក៏ពងមាន់ចូលទេយើងក្រឡុកពោតសុទ្ធនោះវាធ្វើឲ្យស្ងួតអាចនឹងពិបាកកិនតែសម្រាប់ពោតនឹងគឺបងប្អូនត្រូវក្រឡុកឲ្យម៉ត់ខៃតែម្ដងបន្ទាប់មកបងប្អូនត្រូវយកសាច់ពោតដែលក្រឡុកម៉ត់ខៃហ្នឹងមកលាយជាមួយនឹងគ្រាប់ពោតដែលនៅសល់1ខាំកន្លះទៀតម្សៅមី70ក្រាមស្ករស1ស្លាបព្រាបាយអំបិល1/4ស្លាបព្រាកាហ្វេក្រោយមកបងប្អូនគ្រាន់តែច្របល់គ្រឿងផ្សំទាំងអស់ហ្នឹងឲ្យវាចូលគ្នាបានសព្វហើយនំពោតផុនយើងនេះមានរសជាតិកាន់តែឆ្ងាញ់ប្រសិនបើបងប្អូនបានថែមនៅសាច់ bacon នេះមានរសជាតិប្រៃដែរបងប្អូនប្រើចំនួន2ខាំហើយយើងគ្រាន់តែយកវាមកចិញ្ច្រាំឲ្យតូចៗល្មមចិញ្ច្រាំបានតូចល្អិតល្មមហើយបងប្អូនដាក់ចូលទៅក្នុងល្បាយពោតនឹងទៅបន្ទាប់មកទៀតយើងនឹងដាក់ស្លឹកខ្ទឹមចំនួន3ស្លាបព្រាបាយច្របល់គ្រឿងផ្សំទាំងអស់ឲ្យចូលគ្នាបានសព្វល្អម្ដងទៀតបងប្អូនអាចចាប់ផ្ដើមយកវាទៅដាក់បំពងបានអញ្ចឹងប្រេងឆាបងប្អូនត្រូវដាក់ឲ្យច្រើនសមរម្យទៅរួចហើយទុកប្រេងឆានឹងឲ្យឡើងក្តៅសិនចាំយើងដួសល្បាយពោតនឹងដាក់ចូលម្ដង1ស្លាបព្រារូបរាងរបស់នំពោតនឹងបងប្អូនអាចលៃលកទៅតាមចំណូលចិត្តបានចង់ធ្វើរាងមូលដូចខ្ញុំឬមួយក៏សង្កត់វាឲ្យសំប៉ែតបន្តិចក៏បានក្នុងការចៀននំនេះបងប្អូនកុំបង្ខំភ្លើងយើងប្រើភ្លើងមធ្យមទៅទើបវាឆ្អិនដល់ក្នុងវិធីធ្វើនំពោតនឹងអត់មានអីពិបាកទេបងប្អូនគ្រាន់តែត្រឡប់ចុះត្រឡប់ឡើងរហូតដល់វាឡើងក្រហមជុំវិញជាការស្រេចនំពោតបងប្អូនអាចយកទៅពិសាជាមួយនឹងទឹកប៉េងប៉ោះក៏បានជាមួយនឹងទឹកម្ទេសក៏បានដែររសជាតិរបស់វាគឺឆ្ងាញ់ប្រៃឡំល្មមតែម្ដងចាវិធីធ្វើនំពោតមានតែប៉ុណ្្នឹងទេអញ្ចឹងក៏សូមអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះហើយចាំជួបគ្នានៅក្នុងមុខម្ហូបឬក៏បង្អែមបន្តទៀតជម្រាបលា